បងប្អូនមានដៃឆ្ងល់ទេថាហេតុអ្វីរឿងខ្លះយើងពិបាកក្នុងការភ្លេចជាពិសេសរឿងដែលធ្វើឲ្យយើងស្អប់ធ្វើឲ្យយើងខឹងគឺពិបាកក្នុងការភ្លេចតែបើរឿងស្រឡាញ់វាអត់សូវអីទេបងប្អូនតែរឿងស្អប់នេះមួយគឺពិបាកក្នុងការភ្លេចហើយមនុស្សដែលគេមកនិយាយឲ្យយើងស្អប់ឬក៏គេធ្វើឲ្យយើងស្អប់ហ្នឹងតែគេនិយាយហើយគឺគេទៅបាត់ហើយអ្នកដែលនាំភាពក្តៅកាហាយគេនិយាយឲ្យយើងហើយគេទៅបាត់តែដែលយើងនេះអារឿងនឹងវាផ្ទុកឡើងពេញខួរខឹងគេថ្ងៃនេះមិនតាន់អស់ចិត្តថ្ងៃស្អែកឡើងនឹកគិតខឹងទៀតនឹកគិតខឹងទៀតដល់ថ្ងៃស្អែកមិនឈប់ថ្ងៃខាងស្អែកខឹងទៀតបងប្អូនចង់ដឹងពីវិធីនៃការរំសាយអត់បងប្អូនខ្ញុំនឹងមកប្រាប់បងប្អូនពីវិធីនៃការរំសាយនៅសេចក្តីខឹងដែលយើងបានជួបរៀងរាល់នៅពេលយប់ឡើងបងប្អូនគួរតែរៀនសមាធិកំណត់ឲ្យដឹងខ្យល់ដកដង្ហើមនៅក្នុងនៅត្រង់ចុងច្រមុះហើយបងប្អូននឹករឿងទាំងឡាយដែលបងប្អូនបានជួបនៅក្នុងថ្ងៃនេះឲ្យវាបញ្ចប់ត្រឹមតែថ្ងៃនេះថ្ងៃស្អែកចាប់ផ្ដើមឡើងថ្មីបងប្អូនគួរតែគិតរឿងថ្មីគិតរឿងល្អហើយមុនបងប្អូនគេងបងប្អូនគួរតែអរគុណរាល់គ្រប់រឿងរ៉ាវដែលបងប្អូនបានជួបមិនថាជារឿងល្អមិនថាជារឿងអាក្រក់ដែលបងប្អូនបានជួបអរគុណគ្រប់យ៉ាងអរគុណតែបងប្អូនមានជីវិតរស់បន្តព្រោះថាជីវិតនេះបងប្អូនបើយើងអត់ចេះអរគុណទេយើងអត់ដឹងថាសេចក្តីសុខកើតចេញពីណាទេបងប្អូនសាកល្បងធ្វើឲ្យគ្រប់រយៈពេល21ថ្ងៃនៅក្នុងការអរគុណគ្រប់រឿងរ៉ាវដែលបងប្អូនបានជួបបងប្អូននឹងឃើញអានុភាពនៃការអរគុណដែលបងប្អូនបានជួបហើយសូមឲ្យការអរគុណនេះជាការដែលផុសចេញពីក្នុងចិត្តរបស់យើងគឺសូមឲ្យអរគុណដែលផុសចេញពីចិត្តពិតប្រាកដមិនមែនគ្រាន់តែអរគុណបងប្អូនភាគច្រើនគ្រាន់តែថាបើគេហុចរបស់មកឲ្យយើងគ្រាន់តែអរគុណណាអរគុណហើយគឺហើយតែការអរគុណនេះសូមឲ្យបងប្អូនបានដឹងថាអរគុណគ្រប់រឿងរ៉ាវដែលបងប្អូនបានជួបនិងអរគុណគ្រប់រឿងរ៉ាវដែលបងប្អូនមិនទាន់បានជួបបងប្អូនសាកល្បងសិនសម្រាប់ខ្ញុំបានសាកល្បងរួចហើយវាធ្វើឲ្យផ្លូវចិត្តរបស់ខ្ញុំធូរស្បើយសប្បាយចិត្តរីករាយក្នុងចិត្តទោះបីជាជីវភាពមិនសូវជាសម្បូរធូរធារដូចគេក៏ប៉ុន្តែផ្លូវចិត្តរបស់យើងគឺសប្បាយសេចក្តីទុកចូលមកដល់ក៏ព្រមទទួលយកថាជីវិតរបស់យើងនឹងគឺវាទុកសេចក្តីសុខមកដល់ក៏រីករាយជាមួយនឹងសេចក្តីសុខនៅពេលដែលបងប្អូនរៀនអរគុណរៀនសមាធិរៀនតម្កល់ចិត្តរបស់ខ្លួនឯងបងប្អូនរឿងរ៉ាវដែលបងប្អូនបានជួបបងប្អូននឹងទម្លាក់ចោលនៅពេលដែលបងប្អូនសមាធិមុនពេលចូលគេងសំខាន់ណាស់បងប្អូនឥឡូវនេះបងប្អូនបើយើងមិនបានអប់រំផ្លូវចិត្តរបស់យើងតម្កល់ចិត្តរបស់យើងចិត្តគឺពិបាកក្នុងការអប់រំណាស់បងប្អូនវារាយមាយវារប៉ាត់រប៉ាយពេញទៅនឹងឯងវាមិនស្ដាប់បង្គាប់យើងទេតែនៅពេលដែលយើងបានតម្កល់ចិត្តយើងបានធ្វើការសមាធិវាធ្វើឲ្យចិត្តយើងធូរហើយគ្រប់រឿងរ៉ាវដែលយើងបានជួបគឺបញ្ចប់ត្រឹមតែថ្ងៃហ្នឹងថ្ងៃស្អែកឡើងថ្មីគឺយើងចាប់ផ្ដើមថ្ងៃថ្មីយើងអត់សូវខ្វល់ខ្វាយគិតរឿងច្រើនទេបងប្អូននេះជាវិធីដែលខ្ញុំបានអនុវត្តខ្លួនឯងសមាធិតម្កល់ចិត្តរបស់ខ្លួនឯងតាំងឲ្យមានសតិរលឹកដឹងនៅពេលដែលសេចក្តីទុកចូលមកដល់នៅពេលដែលភាពមិនសប្បាយចិត្តចូលមករកខ្លួនយើងក៏ដឹងថាពេលនេះយើងកំពុងតែមិនសប្បាយចិត្តហើយអញ្ចឹងយើងក៏នឹងឆាប់រកវិធីដោះស្រាយខ្លួនឯងចាចែករំលែកដោយក្តីស្រឡាញ់